ខ្ញុំឃើញថាអ្នកនៅតែកុហកខ្ញុំមនុស្សគ្រប់គ្នាធ្វើខុសខ្ញុំឈ្មោះឡៃឡៃខ្ញុំនឹងចងចាំជានិច្ចនៅការប្រជុំដំបូងរបស់យើងធ្វើជាមិត្តរបស់ខ្ញុំនោះជាលើកទី1ហើយដែលខ្ញុំមាននិយមន័យនៃសេចក្តីស្រឡាញ់នៅពេលមើលឃើញដំបូងពិតជាគួរឲ្យអស់សំណើចហេតុអ្វីបានជាអ្នកខ្មាស់អៀនដូច្នេះត្រូវហើយអ្នកមិនមែនជាមនុស្សបែបនេះតតែសោះមែនទេជាធម្មតាមនុស្សបែបនេះហាហើយបន្ទាប់មកគាត់បានប្រាប់ខ្ញុំថាគាត់មានអារម្មណ៍ដូចខ្ញុំដែរទោះបីជាគ្រួសាររបស់អ្នកប្រឆាំងនឹងទំនាក់ទំនងនេះក៏ដោយតើអ្នកនឹងទៅទីណាតើអ្នកនឹងរកគាត់ទេប៉ុន្តែខ្ញុំសូមប្រាប់អ្នកថាការងារមិនស្ថិតស្ថេរប្រហែលជាវានឹងមានស្ថិរភាពនៅទីបញ្ចប់តើធ្វើដូចម្តេចអាចមានស្ថិរភាពបែបនេះហើយគ្មានអនាគតជាមួយគាត់ខ្ញុំនៅតែសុខចិត្តលងស្នេហ៍វាពិតជាលំបាកណាស់ក្នុងការជួបនរណាម្នាក់ដែលបេះដូងកំពុងវាយដូច្នេះនោះគឺជាពេលដែលខ្ញុំឲ្យតម្លៃទៅលើអ្វីដែលខ្ញុំមានតើអ្នកចង់បានអាល់ប៊ុមធំជាងមុនទេនៅពេលដែលយើងពេញខ្ញុំតែងតែស្រឡាញ់អ្នកមនុស្សដែលស្គាល់គាត់បានប្រាប់ខ្ញុំថាគាត់បានផ្ដល់ឲ្យខ្ញុំនូវភាពទន់ភ្លន់ទាំងអស់ដូច្នេះខ្ញុំជឿថាគាត់ក៏ស្រឡាញ់ខ្ញុំដែរស្នេហានោះគឺដូចជាការលើកអ្នកខ្លាំងសូមឲ្យខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកអំដំណើរតើខ្ញុំធ្វើយ៉ាងម៉េចឥឡូវនេះរហូតដល់ថ្ងៃនោះគាត់កំពុងធ្វើដំណើរអាជីវកម្មអូខ្ញុំមានអារម្មណ៍មិនល្អដូច្នេះខ្ញុំបានទៅរកអ្នកទៅផ្ទះខ្ញុំបានចងចាំថានៅពេលនោះគាត់បានធ្វើដំណើរអាជីវកម្មហើយភ្លាមនោះគាត់បានក្លាយជាគ្រាដែលអាចមើលឃើញរយៈពេល3ថ្ងៃខ្ញុំនឹងចងចាំជានិច្ចនៅពេលនោះខ្យល់ត្រជាក់យ៉ាងឆាប់រហ័សចង្វាក់បេះដូងធ្ងន់រាងកាយញាប់ញ័រខ្ញុំមិនអាចជឿការពិតនៅពីក្រោយស្នេហាដែលធ្លាប់ប៉ះប្រលឹងខ្ញុំទេខ្ញុំឃើញថាអ្នកនៅតែកុហកខ្ញុំអ្នកល្ងងហើយបញ្ឆោតព្រោះអ្នកគិតថាខ្ញុំទុកចិត្តអ្នកខ្ញុំដឹងថាខ្ញុំខុសខ្ញុំបានធ្វើខុសខ្ញុំមានចិត្តល្អចំពោះអ្នកកុំនិយាយវាអ្នកច្រើនជាងម្ដងខ្ញុំណែនាំអ្នកកុំនិយាយវាព្រោះពេលនោះអ្នកនិយាយថាអ្នកស្អាតជាងខ្ញុំហើយខ្ញុំក៏មិនស្រស់ស្អាតដូចអ្នកដែរបែកគ្នាខ្ញុំកំពុងចាក់ចេញឥឡូវនេះខ្ញុំមិនចង់ទេខ្ញុំដឹងថាខ្ញុំខុសមនុស្សគ្រប់គ្នាធ្វើខុសខ្ញុំស្រឡាញ់តែអ្នកហើយគាត់បានអង្វរខ្ញុំដូចនេះពេញមួយយប់ព្រោះខ្ញុំនៅតែស្រឡាញ់គាត់ខ្ញុំមិនបានចាក់ចេញនៅចុងបញ្ចប់ទេតើមានអ្វីកើតឡើងនៅពេលដែលខ្ញុំបង្កើតដំបូងខ្ញុំអាចមានអារម្មណ៍ស្រឡាញ់គាត់គ្រប់ពេលខ្ញុំទើបតែកម្ដៅវាឡើងយកខំហើយខ្ញុំជាវីដេអូនៅពេលអ្នកសង្ស័យវានាពេលអនាគតមិនថាពេលវេលាប៉ុន្មានដងទេខ្ញុំនឹងលើកវាឡើងអ្នកឃើញទេកម្មវិធីរបស់ខ្ញុំទាំងអស់ត្រូវបានលុបចោលហើយគ្រប់ពេលវេលាទាំងយប់ទាំងថ្ងៃនៃការសង្ស័យនិងភាពមិនប្រាកដប្រជាវាបានសម្លាប់ខ្ញុំតើអ្នកកំពុងពាក់អ្វីខ្ញុំកាន់កាបូបតែម្នាក់ឯងតើខ្ញុំអាចផ្គូផ្គងវេឆិតរបស់អ្នកបានទេត្រូវហើយនេះបានបន្តអស់រយៈពេលកន្លះឆ្នាំខ្ញុំបានស្នាក់នៅរហូតដល់គាត់ពិតជាព្យាយាមផ្លាស់ប្ដូរម៉ោង1ហើយហេតុអ្វីបានជាអ្នកមិនទាន់ដេកលក់ខ្ញុំត្រៀមខ្លួនចូលគេងហើយខ្ញុំនឹងចូលគេងពេលខ្ញុំព្យួរខ្ញុំនឹងទូរស័ព្ទទៅអ្នកនៅពេលក្រោយទូរស័ព្ទមកខ្ញុំហើយខ្ញុំនឹងឆ្លើយអ្វីទាំងអស់តើអ្នកស្រឡាញ់ខ្ញុំទេខ្ញុំតែងតែស្រឡាញ់អ្នកហើយខ្ញុំគួរតែព្យាយាមបោះបង់ចោលអតីតកាលហើយទុកចិត្តគាត់អ្នកបាននិយាយអស់រយៈពេលជាយូរមកហើយម៉ាក់កំពុងសួរអ្នកតើគាត់ពិតជាល្អចំពោះអ្នកទេខ្ញុំគិតថាអ្នកបាននិយាយថាច្រើនជាងម្ដងគាត់ពិតជាល្អណាស់សម្រាប់ខ្ញុំល្អណាស់បន្ទាប់មកម៉ាក់បានធូរស្បើយហើយសុភមង្គលហាក់ដូចជាកាន់តែខិតជិតមកដល់អ្នកយល់ព្រមដូច្នេះចុះយ៉ាងណាបើអ្នកចូលចិត្តវាខុសគ្នាអរគុណម៉ាក់ញ៉ាំលឿន
ការចង់ដឹងចង់ឃើញនឹងការភ័យខ្លាចបានបំពេញបេះដូងខ្ញុំក្នុងពេលតែមួយខ្ញុំប្រាប់ខ្លួនឯងថាអ្វីដែលគួរតែកើតឡើងតែងតែមកវាបានប្រែក្លាយថានៅយប់ខ្ញុំជឿលើគាត់បានបរាជ័យខ្ញុំម្ដងទៀតនៅថ្ងៃបន្ទាប់យើងបានទៅភោជនីយដ្ឋានធម្មតារបស់យើងខ្ញុំចង់ឃើញស្នាមញឹមរបស់គាត់ជាលើកចុងក្រោយអ្នកបរិភោគតើនោះមិនមែនជាអាហារដែលអ្នកចូលចិត្តទេខ្ញុំតែងតែស្រឡាញ់អ្នកពាក្យនៃការបែកគ្នាគឺដូចជាហ្គេងនៅក្នុងបំពង់ដឹងថាវាកំពុងឆេះខ្ញុំក៏ចង់ស្ងួតទឹកភ្នែករបស់ខ្ញុំហើយបន្តស្រឡាញ់អ្នកប្រសិនបើអ្នកខ្លាចគុំកុហកខ្ញុំម្ដងទៀតទីបំផុតយើងបានបញ្ចប់ខ្ញុំនឹងមិនកុហកអ្នកទេយើងនឹងនៅជាមួយគ្នាជានិច្ចប្រសិនបើមានបំណងប្រាថ្នាមួយបន្ថែមទៀតនោះគឺពេលវេលារីករាយអាចមានរយៈពេលយូរជាងនេះបន្ទាប់មកខ្ញុំនឹងធ្វើការជាមួយអ្នកបន្ទាប់ពីធ្វើការក្នុងរយៈពេល2ថ្ងៃធ្វើវាបានល្អបន្ទាប់មកខ្ញុំថយក្រោយយ៉ាងលឿនប្រសិនបើខ្ញុំដឹងថានេះជាលើកចុងក្រោយដែលយើងថើបខ្ញុំនឹងមិនអនុញ្ញាតឲ្យទៅដូចជាប្រសិនបើរៀបចំផ្លូវចិត្តប៉ុន្តែពាក្យពីរបីនោះនៅតែបំផ្លាញពិភពលោករបស់ខ្ញុំក្នុងពេលនោះលើកនេះខ្ញុំមិនបានផ្ដល់ឱកាសឲ្យខ្លួនខ្ញុំបន្ទន់ចិត្តទេប្រហែលជាមកពីបេះដូងស្លាប់ហើយប្រសិនបើអ្នកនៅតែអាចទន់ភ្លន់យាយគាត់បានឆ្លងកាត់ទ្វារតើអ្នកចង់ជួបគាត់ទេអូអ្នកផឹកតិចមែនទេកុំផឹកច្រើនមិនអីទេគាត់សោកសៅនៅទីនោះនិយាយងាយជាងធ្វើដើម្បីលះបង់នរណាម្នាក់ដែលអ្នកស្រឡាញ់យ៉ាងជ្រាលជ្រៅប៉ុន្តែនៅទីបំផុតសរីរាង្គដែលមិនចេះរៀងស្ងួតនឹងត្រូវដកចេញពេលចុងក្រោយដើម្បីស្រក់ទឹកភ្នែកត្រូវបានគេហៅថាបោះបង់ចោលតពេលត្រូវបន្តដំណើរទៅមុខហើយចងចាំថាត្រូវយកចិត្តទុកដាក់